ហើយនាងខ្ញុំក៏សង្ឃឹមថាលោកគ្រូអ្នកគ្រូសាមណេរសិស្សនឹងខិតខំបរិញ្ញគោលចំហស្ដាប់តាមវិន័យរបស់ពុទ្ធិកវិទ្យាល័យចម្ពោះវត្តសែនជ័យខិតខំថែរក្សាសមិទ្ធផលទាំងនេះដើម្បីសិស្សប្អូនយើងក្រោយទៀតឲ្យបានរៀនសូត្រពង្រីកពង្រឹងព្រះពុទ្ធសាសនាឲ្យបានយូរវែងនាងខ្ញុំនៅតែខិតខំលុះនៅពេលណានៅនាងខ្ញុំនៅមានលទ្ធភាពជួយឧបត្ថម្ភវត្តចំពោះវត្តទៀតនាងខ្ញុំនៅតែបន្តជួយដដែលព្រោះអីសប្ងៃប្រជជនក៏ច្រើនណាស់ហើយអញ្ចឹងតាមលទ្ធភាពដែលនាងខ្ញុំនៅជួយបានប្រមាណគឺជួយជារៀងរហូតដោយសារព្រះនីកោសលជាព្រះសង្ឃមួយអង្គដែលស្រឡាញ់សមិទ្ធផលថែរក្សាសមិទ្ធផលធ្វើឲ្យខ្ញុំករណាសម្ភើបតាំងពីព្រះអង្គទុកតានិមន្តអញ្ជើញនិមន្តយាងចូលមកវត្តចំពោះវត្តនេះនាងខ្ញុំក៏ចាប់សម្រុកសហការជាមួយព្រះអង្គកសាងរហូតដល់បានដូចសពថ្ងៃសូមឲ្យសាមណេរសិស្សនិងលោកគ្រូអ្នកគ្រូឲ្យស្រឡាញ់ចេះស្រឡាញ់វត្តចំពោះវត្តដូចជានាងខ្ញុំដូចគ្នាទាំងអស់គ្នានៅពេលណានៅមានដង្ហើមនៅតែស្រឡាញ់វត្តចំពោះវត្តព្រោះវត្តចំពោះវត្តជាស្រុកកណ្ដាលរបស់សម្ដេចជាវាំងវរៈវាំងជ័យអធិបតីចង្គគាសូមអរគុណ